សួស្តីបងប្អូនក្នុងវីដេអូខ្លីនេះខ្ញុំនឹងអាប់ដេតបងប្អូនតាក់ទងជាមួយនឹងឆ្នោត DV Lottery សម្រាប់ឆ្នាំ2027បើតាមព័ត៌មានកាលពីម្សិលមិញដែលគេនិយាយតាក់ទងជាមួយនឹងឆ្នោត DV Lottery គេសួរទៅខាងរដ្ឋាភិបាលថាឆ្នោតនឹងបើកនៅក្នុងថ្ងៃណាគេមិនបញ្ជាក់ថ្ងៃច្បាស់លាស់ទេប៉ុន្តែគេប្រាប់ថាឆ្នោតនឹងបើកក្នុងពេលឆាប់ៗសម្រាប់បងប្អូនដែលបារម្ភថាឆ្នោតឆ្នាំ2027នេះអត់បើកឥឡូវនេះយើងទទួលបានការឆ្លើយតបមកវិញហើយថាគេនឹងបើកក្នុងពេលឆាប់ៗការបិទឆ្នោតពន្យាពេលនេះវាអាចតាក់ទងជាមួយនឹងការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិករដ្ឋាភិបាលសហរដ្ឋអាមេរិកគឺបានបិទកាលពីដើមខែតុលាថ្ងៃទី1តាក់ទងជាមួយនឹងការចំណាយវាយប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកដោយសារតែការនិយាយគ្នាអត់ត្រូវគ្នារដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានបិទ Speaker of the House ហ្នឹងគាត់បានបញ្ជាក់មកវិញថាចរចាគ្នាសូមឲ្យភាគីទាំងពីរយល់ស្របគ្នាក្នុងការបើករដ្ឋាភិបាលឡើងវិញតាក់ទងជាមួយនឹងការចំណាយប្រចាំឆ្នាំឲ្យបានមុនថ្ងៃច័ន្ទសប្តាហ៍ក្រោយក្នុងករណីដែលរដ្ឋាភិបាលមិនបានបើកមុនថ្ងៃច័ន្ទសប្តាហ៍ក្រោយទេវាអាចប៉ះពាល់ដល់ទាហានរបស់សហរដ្ឋអាមេរិកដែលនឹងមិនមានប្រាក់ខែប្រាក់ចំណូលប្រាក់ប្រចាំសប្តាហ៍សម្រាប់គ្រប់គ្រងគ្រួសាររបស់ពួកគាត់វាអាចប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកហើយមួយវិញទៀតសម្រាប់អ្នកដែលគាត់ពឹងផ្អែកទៅលើរបបចំណីអាហារជំនួយរបស់សហរដ្ឋអាមេរិកចឹងបើសិនជាក្នុងករណីរដ្ឋាភិបាលមិនបើកក្នុងពេលឆាប់ៗនេះទេវាអាចប៉ះពាល់ដល់អ្នកទាំងអស់ហ្នឹងអញ្ចឹងហើយយើងអាចរំពឹងយ៉ាងមុតមមថារដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងបើកក្នុងពេលឆាប់ៗប្រសិនបើបុគ្គលិករដ្ឋសហរដ្ឋអាមេរិកចូលធ្វើការវិញយើងនឹងអាចមើលឃើញឆ្នោតសហរដ្ឋអាមេរិក DV Lottery សម្រាប់ឆ្នាំ2027នេះគឺបើកដូចគ្នាបាទឥឡូវយើងសង្ឃឹមទាំងអស់គ្នាបែបហ្នឹងចា៎ហើយតាក់ទងជាមួយនឹងការបង់លុយ$1សម្រាប់ការដាក់ឆ្នោតប្រហែលជានឹងអាចត្រូវបង់មែនទែនសម្រាប់ការទាមទារលិខិតឆ្លងដែនប្រហែលជានឹងមិនទាមទារក្នុងឆ្នាំនេះទេអ្វីដែលខ្ញុំនិយាយទាំងអស់នេះគឺមិនទាន់ពិតប្រាកដទេបងប្អូនណាអញ្ចឹងយើងចាំតាមដានទាំងអស់គ្នាបាទអរគុណ